សូមជូនរឿងទុក្កតធីតាបាយក្តាំងបេះដូងរបស់ស្ត្រីមានភពមានដំណ័យកាត់មិនបានការព្រះសម្ពុទ្ធទ្រង់គង់នៅវត្តវេលវ័នមានត្រកូលមួយនៅក្នុងក្រុងរាជក្រឹសកើតអវិរោគស្លាប់អស់នៅសល់តែកូនស្រីមួយនាងធីតានោះកាលបើបេដាបងប្រុសស្រីស្លាប់អស់ហើយក៏រត់ជត់ពីផ្ទះទៅជ្រកកោននៅក្រោមសញ្ចាផ្ទះរបស់ចិនដតេមនុស្សទាំងឡាយបានឃើញធីតាកំសត់នោះក៏មានចិត្តមេត្តាករណាឲ្យបាយកកបាយក្តាំងដែលនៅសល់ពីខ្លួនបរិភោគឲ្យដល់នាងរៀងរាល់ថ្ងៃមួយព្រះមហាកស្សបៈទេបានចេញពីនរោសមាបត្តិបានរំពឹងពិចារណារកបុគ្គលដែលគួរទៅជួយសង្គ្រោះក៏បាននាងទុក្កតធីតានោះហើយបានជ្រាបដោយសពគ្រប់ថាបើអាត្មាអញទៅដល់នាងទុក្កតធីតានឹងឲ្យបាយក្តាំងដល់អាត្មាអញពុំខានកើតបើដូច្នោះហើយនាងនឹងបានទៅកើតក្នុងស្ថានសួគ៌ពិតប្រាកដម្យ៉ាងទៀតនាងនេះត្រូវជាម្ដាយរបស់អាត្មាអញក្នុងជាតិជាកម្រិត3រាប់ពីជាតិនេះទៅព្រះមហាកស្សបៈទេបានជ្រាបដូច្នេះហើយក៏យកបាននិមន្តទៅទីដែលនាងទុក្កតធីតានោះអាស្រ័យនៅលំដាប់នោះសកទេវរាជព្រះចៅស្ថានត្រៃត្រង់បានជ្រាបហេតុនោះហើយក៏និមិត្តខ្លួនជាមាណពកាន់អាហារទៅដើរទៅស្កាត់មុខព្រះមហាកស្សបៈទេព្រះមហាកស្សបៈទេបានជ្រាបថាព្រះអិនខ្លាយមកដូច្នោះក៏មានតរដីកាហាមឃាត់ថាមហារាជកុំប្លន់យកសម្បត្តិរបស់នាងទុក្កតធីតាឡើយសូមព្រះអង្គជៀសចេញទៅសកទេវរាជក៏វិលត្រឡប់ទៅឋានទេវលោកវិញព្រះមហាកស្សបៈទេបាននិមន្តទៅឈរក្នុងទីចំពោះមុខនាងទុក្កតធីតានាងទុក្កតធីតាគិតថាព្រះថេរៈនេះលោកមកប្រោសអញហើយតើអញចំជាស្ត្រីមានលាភប្រសើរណាស់សេចក្តីជ្រះថ្លារបស់នាងក្នុងពេលនោះក៏កើតឡើងពេញបរិបូរណ៍ដល់រាបដល់ព្រឺរោមព្រឺស្បែកនាងបានយកបាយក្តាំងមួយដុំដែលនៅក្នុងអំបែងទៅដាក់បាតព្រះមហាកស្សបៈទេព្រះមហាកស្សបៈទេកាលបើបានបាយក្តាំងហើយក៏ងាកមើលនាយអាយបំរុងនឹងរោគកន្លែងឆាន់ពួកមហាជនបានឃើញអាការៈនោះហើយក៏នាំគ្នាក្រាអាសនៈប្រគេនលុះឆាន់ហើយក៏ធ្វើផតតានុមោទនាទសាអានិសង្ឃទេដោយពិស្ដាទើបមានតរដីកាទៅរកនាងទុក្កតធីតាថាមនានាងកំសត់កាលពីជាតិមុននាងត្រូវជាបិតាបង្កើតរបស់អាត្មាអញក្នុងជាតិទី3រាប់ពីជាតិនេះទៅនាងទុក្កតធីតាបានលើកដូច្នោះហើយក៏រឹងរិតជ្រះថ្លារីករាយជាភិយោភាពបន្ទាប់មកនាងក៏ធ្វើមរណកាលទៅកើតក្នុងស្ថាននៅមានរដីទេវលោកបរិបូរដោយទឹកសេរីចាត់ផុតសេចក្តីតក្រគ្រប់យ៉ាង